តែចំណាំនិយាយថានៅពេលដែលយើងញ៉ាំអីហើយពេលដែលរបស់ដែលយើងញ៉ាំហ្នឹងឈូសខ្ពាកទៅលើដីគឺហាមរើវិញជាដាច់ខាតដោយសារតែពេលដែលយើងឈូសហ្នឹងគឺអាចមានបលឹងឬក៏វិញ្ញាណទៅដើមអាហារយើងតើរឿងហ្នឹងជារឿងប៉ិតដូចគេនិយាយមែនអត់មកសាច់រឿងមកពីបងប្រុសម្នាក់ដែលគាត់បានប្រាប់ខ្ញុំថាគាត់ឈឺពោះ2យប់3ថ្ងៃអត់បាត់ទេទោះបីគាត់ទៅពេទ្យញ៉ាំថ្នាំអីក៏អត់បាត់ដែរប៉ុន្តែនៅពេលដែលគាត់ទៅជួបព្រះសង្ឃបាននិយាយថាគាត់ត្រូវបានគេចង់យកជីវិតទៅហើយបងប្រុសដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគាត់គឺជាមនុស្សដែលចូលចិត្តញ៉ាំយប់មែនតើអញ្ចឹងម៉ោងម៉ានក៏គាត់ចង់ញ៉ាំបាយដែរប៉ុន្តែថ្ងៃហ្នឹងម៉ោងប្រហែលជាខ្ទង់ម៉ោង9យប់គាត់បានចុះទៅខាងក្រោមដើម្បីញ៉ាំបាយអញ្ចឹងណាក្នុងអំឡុងពេលដែលគាត់បានចុះទៅក្រោមគាត់បានឃើញសាច់ជ្រូកដែលម៉ាក់គាត់ជៀនញ៉ាំពេលល្ងាចហ្នឹងសល់នៅលើខែក្រោមហ្នឹងបងប្រុសហ្នឹងក៏បានយកសាច់ជ្រូកហ្នឹងទៅញ៉ាំមួយបាយតែកំពុងតែញ៉ាំហ្នឹងឯណាតើគ្នាស្រាប់តែមានសាច់ជ្រូកម្ដងពីចានគាត់ជ្រុះទៅដីខ្ពាកអញ្ចឹងបងប្រុសម្នាក់ហ្នឹងក៏ហឺសាច់ជ្រូកហ្នឹងមកញ៉ាំវិញដោយសារតែអត់មានខ្វល់អីទេព្រោះផ្ទះគាត់ជូតស្អាតហើយរបៀបអញ្ចឹងយើងអត់មានត្រូវខ្វល់ណាគេមើលមកយើងព្រោះយើងនៅផ្ទះអញ្ចឹងបងប្រុសហ្នឹងក៏បានហឺសាច់ជ្រូកហ្នឹងញ៉ាំវិញទៅបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយបងប្រុសហ្នឹងក៏បានចូលគេងឡងពេលដែលគាត់កំពុងតែគេងនេះស្រាប់តែគាត់មានអាការៈថាឈឺពោះខ្លាំងមែនតើឈឺពោះរបៀបថាមិនឈឺពោះចូលបន្ទប់ទឹកឯងដូចឈឺកាពះអញ្ចឹងគាត់សម្រេចចិត្តទៅគេងចិត្តម៉ាក់គាត់ប៉ុន្តែដោយសារតែគេងចិត្តម៉ាក់អីហើយម៉ាក់មើលម៉ាក់អីហើយអញ្ចឹងទៅអត់បាត់ណាអញ្ចឹងផឹកឡើងគាត់ក៏បានទៅពេទ្យប៉ុន្តែនៅពេលត្រឡប់មកពីពេទ្យវិញតែគ្នាគឺអាការៈគឺអត់ធូរទេឈឺរហូតដល់2 3ថ្ងៃតែគាត់ឈឺពោះយូរមែនតើឡើង2 3ថ្ងៃអត់ជាអញ្ចឹងបងប្រុសម្នាក់ហ្នឹងក៏បានប្រាប់រឿងរ៉ាវទៅដល់ម៉ាក់គាត់ថាម៉ាក់អើយកូនសង្ស័យថាមូលហេតុដែលកូនឈឺពោះហ្នឹងមកពីយប់លើកមុនហ្នឹងថ្ងៃដែលកូនមុនឈឺពោះហ្នឹងកូនបានចង់ទៅញ៉ាំបាយនៅខាងក្រោមញ៉ាំជាមួយនឹងសាច់ជ្រូកដែលយើងញ៉ាំសល់ហ្នឹងស្រាប់តែញ៉ាំទៅសាច់ជ្រូកហ្នឹងជ្រុះទៅដីហើយកូនក៏បានរើសសាច់ជ្រូកហ្នឹងយកមកញ៉ាំវិញហើយម៉ាក់គាត់ក៏មានអាការៈសង្ស័យថាប្រហែលជាវិញ្ញាណធ្វើកូនគាត់អីចឹងទៅអញ្ចឹងម៉ាក់បងប្រុសហ្នឹងក៏សម្រេចចិត្តយកបងប្រុសហ្នឹងទៅវត្តដើម្បីឲ្យដាច់គុណមើលក្នុងពេលដាច់គុណគាត់បានស្រោចទឹកស្រោចអីហើយអញ្ចឹងគាត់មើលមុខបងប្រុសហ្នឹងគាត់បាននិយាយថាកូនញោមមានគេចង់យកកូនញោមទៅហើយដោយសារតែញោមទៅដើមរបស់គេញ៉ាំអញ្ចឹងទៅម៉ាក់បងប្រុសហ្នឹងហើយបងប្រុសហ្នឹងគឺភ័យខ្លាំងមែនតើរបៀបថាសុកគេចង់យកជីវិតកូនយើងទៅហើយអ្នកទាំងគ្នាមិនមែនលេងសើចទេណារឿងហ្នឹងកូនហ្នឹងក៏បាននិយាយថាអត់អីទេញោមទៅផ្ទះវិញញោមដាក់សែនមហូបអីគេពេលយប់វិញទៅគឺលេងមានបញ្ហាអីប្រហែលជាគេខឹងឬក៏អីយើងទៅដើមគេញ៉ាំអញ្ចឹងទៅម៉ាក់បងប្រុសហ្នឹងហើយនឹងបងប្រុសហ្នឹងទៅផ្ទះវិញក៏បានរៀបចំសែនសុំកម្មាទោសអីគេទៅហើយគាត់ក៏លេងឈឺពោះទៀតដែរចូលឆ្នាំខ្មែរបងចង់បានស្បែកដែលសភ្លឺថ្លាមាត់ឲ្យលងអត់ជាពិសេសហ្នឹងគឺត្រូវថ្ងៃអត់មានសកលស្បែកមកវិញហើយស្បែកសមាត់ទៀតខ្ញុំសូមណែនាំបងជាមួយនឹងផ្លាសេរ៉ាតងសុកជាមរបស់ Felix ផ្លាសេរ៉ានេះគឺជាវីតាមីនដែលជំនួយឲ្យស្បែកយើងសភ្លឺថ្លាមាត់ឲ្យលងចេញមកពីខាងក្នុងហ្មងជាពិសេសហ្នឹងគឺគ្រាប់គេទូចងាយស្រួលក្នុងការញ៉ាំមែនតើញ៉ាំហើយបានផលពិតខ្ញុំជាអតិថិជនរបស់ផ្លាសេរ៉ានឹងផ្ទាល់គឺខ្ញុំញ៉ាំអស់5កំប៉ុងជាងហើយបាទខ្ញុំគឺសល់ចេញមកភ្លឺថ្លាមកដល់លងមកហើយផ្លាសេរ៉ាក៏មានសម្រាប់ម៉ាក់ដែលគាត់ទុកតកាកូបាន3ខែដែរក្នុងបានស្បែកដែលសល់ភ្លឺថ្លាតាំងបាត់ខែឬក៏មកម្ដងទៀតអីអាចស្នាក់ប្រើផ្លាសេរ៉ា Felix បានបើសិនជាអ្នកទាំងគ្នាចង់បានស្បែកសភ្លឺថ្លាកុំភ្លេចផ្លាសេរ៉ារបស់ Felix ណា